យើងគួរធ្វើមិនទៅអាចផ្ដោតអារម្មណ៍បានផ្ដោតអារម្មណ៍បានគឺសំខាន់ណាស់ម្នាក់យើងអាចអានសភៅបានដោយអត់ធុញយើងអាចផ្ដោតអារម្មណ៍ទៅលើការងារការសិក្សាឬក៏មេរៀនផ្សេងហើយទៅអរគុណអ្នកគ្រូដែលគាត់ comment នៅក្នុងវីដេអូថ្ងៃមុនខ្ញុំធ្វើវីដេអូនិយាយអំពីការស្រាវជ្រាវថ្មីទៅចេញបង្ហាញពីការមើលវីដេអូខ្លីៗហ្នឹងប៉ះពាល់ដល់ការផ្ដោតអារម្មណ៍និងប៉ះពាល់ទៅដល់ខួរក្បាលមិនថាកូនក្មេងទេមនុស្សចាស់ក៏ដូចគ្នាខ្ញុំសូមឲ្យពួកគាត់ comment ប្រាប់ថាគាត់ជួបចឹងអត់ព្រោះនៅស្រុកគេក៏ជួបអញ្ចឹងដូចគ្នាមិនថាតែស្រុកខ្មែរទេពួកគាត់និយាយដូចគ្នាបងប្អូនមើល comment របស់ពួកគាត់ទៅហើយអ្វីដែលខ្ញុំចាប់បានចំណុចរួមក្នុង comment របស់គាត់ comment ស្តៀងគ្នាគឺទី1ក្មេងៗសម័យឥឡូវអត់សូវចងចាំទី2រៀនឆាប់ភ្លេចទី3គឺបាត់បង់ការផ្ដោតអារម្មណ៍អញ្ចឹងសំខាន់ណាស់បងប្អូនសម្រាប់ក្មេងៗខ្ញុំបានចេញវីដេអូឲ្យបងប្អូនអាចចូលទៅមើលបានសម្រាប់មនុស្សធំក៏ដូចគ្នាខ្ញុំបានបងប្អូនគាត់ធំៗអ្នកខ្លះមានកូនគាត់ comment ដែរគាត់ថាគាត់ឥឡូវក៏អញ្ចឹងដែរពិបាកក្នុងការផ្ដោតអារម្មណ៍អានតែបន្តិចធុញមើលវីដេអូវែងតែបន្តិចធុញហើយចូលចិត្តមើលអីខ្លីៗទៅលឿនអញ្ចឹងណាហើយអ្នកខ្លះគាត់ថាអានសភៅឲ្យកូនតែបន្តិចហ្នឹងធុញខ្លួនឯងបាត់ហើយណាតាក់តងទៅនឹងរឿងហ្នឹងណាបងប្អូនគឺតាក់តងទៅនឹងការមើលវីដេអូដេកមើលវីដេអូខ្លីៗហ្នឹងឯងហើយនេះខ្ញុំចាំព័ត៌មានមួយនេះខ្ញុំឃើញយូរតែខ្ញុំបានធ្វើវីដេអូពុកម្ដាយសម័យ Gen Z អត់អានសភៅឲ្យកូនស្ដាប់ដូចឪពុកម្ដាយសម័យមុនទេដោយសារអីពួកគេមានអារម្មណ៍ថាធុញខ្លួនឯងអានសភៅអត់កើតដែរអានបានតែបន្តិចណាអានបានតែបន្តិចធុញដល់ពេលធុញទៅឡើងអានឲ្យកូនស្ដាប់អញ្ចឹងបើសិនជាយើងអត់អានសភៅឲ្យកូនស្ដាប់អត់អីទេយើងខ្លួនឯងពិបាកក្នុងការផ្ដោតអារម្មណ៍ស្អីហ្នឹងហើយចុះកូនយើងមិនវិញទៅណាបើយើងផ្ដោតអារម្មណ៍អត់កើតយើងធ្វើការងារអីកើតអញ្ចឹងមិនអត់ឲ្យបងប្អូន scroll មើលវីដេអូខ្លីៗវីដេអូ TikTok អីទេបងប្អូនអាចមើលបានក្នុងមួយថ្ងៃទៅខាងយើងចំណាយពេលថាឥឡូវយើងកំណត់ម៉ោងរកខ្លួនឯងទៅ10នាទី5នាទីឬ20នាទីហ្នឹងគឺមើលអាហ្នឹងដើម្បីកម្សាន្តព្រោះការយើងធ្វើការពេញមួយថ្ងៃយើងហត់ដែរយើងចង់សម្រាកចង់អីដែរត្រូវអត់ឲ្យមើលសោះមិនកើតអញ្ចឹងយើងកំណត់ម៉ោងខ្លួនឯងឲ្យធ្វើឲ្យបានយើងមនុស្សធំមិនត្រូវទេអញ្ចឹងយើងចំណាយពេលមើលដល់ម៉ោងបិទហើយឆ្លៀតមួយទៀតមុនពេលចូលគេងក៏មើលអញ្ចឹងណាទី1វាប៉ះពាល់ដល់ការគេងទី2វាបង្កើតទម្លាប់អត់ល្អទី3ធ្វើឲ្យយើងបាត់បង់ការផ្ដោតអារម្មណ៍អញ្ចឹងមុនចូលគេងនឹងឆ្លៀតអានសភៅទៅឬក៏តនេឆ្លៀតដាក់ម៉ោងអានសភៅអ្នកខ្លះដែរអានសោះហ្មងមួយថ្ងៃគឺមិនដែរអានសោះតែម្ដងអញ្ចឹងឆ្លៀតដូចថាឥឡូវម៉ោងនេះឆ្លៀតអានតិចអញ្ចឹងណាសភៅមិនថាសភៅអីក៏ដោយបើសិនយើងអានសភៅមេរៀនឬក៏សភៅអីធុញទ្រាន់រៀនអានសភៅកំ pl ែងរៀនអីណាឲ្យយើង entertain បែបអានសភៅវិញនេះឧទាហរណ៍ឲ្យខ្ញុំទៅអានសភៅលក្ខណៈមេរៀនលក្ខណៈសេដ្ឋកិច្ចសេដ្ឋអីខ្ញុំធុញងាប់អីអញ្ចឹងខ្ញុំអានមិនកើតអញ្ចឹងបងប្អូនទិញសភៅកំ pl ែងសភៅកំ pl ែងយកមកអានកាលណាយើងចាប់ផ្ដើមអានសភៅកំ pl ែងអានបានអត់ធុញអត់ទាញយកទូរស័ព្ទមកមើលយើងចាប់ផ្ដើមឈ្មោះឈានបង្កើនខ្លួនឯងតិចណាពង្រឹងខ្លួនឯងតិចឈានទៅសភៅអប់រំផ្សេងម្ដងតិចម្ដងទៀតអាហ្នឹងយើងចាប់ផ្ដើមកសាងការផ្ដោតអារម្មណ៍ឡើងត្រឡប់មកវិញហើយនៅសិង្ហបុរីក៏គេបានស្រាវជ្រាវដែរចាស់ដែលមិនចាស់មានផលប៉ះពាល់ច្រើនមែនតើពេលដែលគាត់មើលអាវីដេអូខ្លីៗមើល Facebook TikTok ពេកគាត់ងាយនឹងមានជំងឺបាត់បង់ការចងចាំគេហៅ Alzheimer ខ្មែរយើងចាំវែងណាងាយនឹងមានជំងឺអញ្ចឹងអាទង្វើដែលយើងមើលតែ screen រាល់ថ្ងៃហ្នឹងមិនថាប៉ះពាល់ក្មេងទេមនុស្សចាស់មនុស្សធំយើងនៅក្មេងខ្ទង់20ខ្ទង់30ខ្ទង់40ដូចគ្នាចាស់50 60 70ក៏ដូចគ្នាដែរបងប្អូនអញ្ចឹងព្យាយាមកែត្រឡប់នឹងតិចហ្នឹងទៅសម្រាប់បងប្អូនចង់បានស្បែកស្អាតមានសុខ